ជំរាបសួរបងប្អូនអរគ្នាបាទចឹងថ្ងៃនេះគឺយើងវិលត្រឡប់មកកាន់ថ្នាក់រៀនរបស់យើងសាជាថ្មីហើយចឹង teacher ក៏មានមេរៀនមួយបាទតាក់ទងទៅនឹងasking where things are ជាមួយនឹងមួយផ្នែកទៀតគឺ asking for an alternative បាទអញ្ចឹងនេះគឺយើងរៀនតាក់ទងទៅនឹងបាទការស្នើសួរពីទីកន្លែងរបស់ណាមួយបាទហើយជាមួយនឹងបាទការដែលស្នើសួរនៅជំរើសមួយផ្សេងទៀតបាទជំរើសថ្មីជំរើសជំនួសបាទតោះអញ្ចឹងកុំឲ្យខាតពេលវេលាយូរបាទ teacher នឹងបង្ហាញពួកយើងឲ្យស្គាល់ថាតើ asking where things are មាន3ហ្នឹងគឺយើងមិនខ្លះតោះអញ្ចឹងយើងមកមើលនៅផ្នែកខាងនេះមុនបាទ asking where things are ដែលយើងបកប្រែជាភាសាខ្មែរថាយើងស្នើសួរនៅរបស់អីមួយដែលនៅទីកន្លែងនៅរបស់ណាមួយបាទឧទាហរណ៍ដូចអត់ទោសតើខោរបស់ខ្ញុំនៅឯណាអញ្ចឹងហ្នឹងហើយគឺយើងស្នើសួររបស់ណាមួយបាទអញ្ចឹងមាន3ផ្នែកទី1គឺ where are the បាទហើយចុចចំណុចចុចនេះគឺយើងដាក់បំពេញ clear មកបន្ថែមមកយើងអាចដាក់ថា where are the pants បាទតើខោរបស់ខោនៅឯណាបាទខោនៅឯណាហើយទី2 where can I find the បាទ the ហ្នឹងគឺអាកន្លែងចុច2 3នេះគឺសម្រាប់យើងដាក់នៅ objective ដូចគ្នាបាទសម្រាប់យើងចង់រកអីយើងដាក់នឹងមកហើយមួយទៀត could you tell me where the អីបាទ the ហ្នឹងកន្លែងចុចហ្នឹងគឺយើងដាក់នៅនាមអីមួយមកអញ្ចឹងមានន័យថាទាំង3នេះគឺអត្ថន័យតែមួយទេគឺវាមិនខុសគ្នាទេបើយើងចង់សួរទៅកាន់នរណាម្នាក់អំពីរបស់របរណាមួយដែលស្ថិតនៅកន្លែងណាដែលយើងអត់ដឹងដូចយើងចូលហាងអញ្ចឹងបាទធម្មតាផ្សារទំនើបវាមានលក់សម្ភារៈជាច្រើនអញ្ចឹងយើងចង់ដឹងថាតើហាងលក់សម្ភារៈកីឡានៅណាអញ្ចឹងយើងអាចប្រើនៅមធ្យោបាយសួរទាំង3នេះបាទអញ្ចឹងវាមាន3វិធីសាស្ត្រហ្នឹងឯងបាទអញ្ចឹងយើងមកកលេចមកផ្នែកទៀតគឺការស្នើសួរនៅជំរើសណាមួយដើម្បីជំនួសបាទអញ្ចឹងជាធម្មតាទាំងអស់គ្នាគឺបាទធ្លាប់ចូលហាងឧទាហរណ៍ហាងសម្លៀកបំពាក់ចោះអញ្ចឹងហាងសម្លៀកបំពាក់គឺមានអាវក៏មានកៅអៅមានអីហ្នឹងគឺយើងដូចថាសួរគេយើងលើកចូលអាវមួយមកថាតើមានអាវនេះស្ថិតនៅក្នុងទំហំS ឬទេឬមួយក៏ស្ថិតនៅក្នុងទំហំ M ឬទេអញ្ចឹងអា3នេះគឺជារបៀបរបបនៃវិធីសាស្ត្រស្នើសួរនៅជំរើសទាំងអស់ហ្នឹងតោះអញ្ចឹងទី1 does this come in បាទអញ្ចឹងអាចុចហ្នឹងគឺសម្រាប់យើងដាក់អីបាទដើម្បីបំពេញ clear របស់យើង do you have this in តើអ្នកមានអានេះទេស្ថិតនៅក្នុងទំហំអី in អីបាទមួយទៀត can I get this in តើខ្ញុំអាចយកអានេះ in បាទស្ថិតនៅក្នុងអីបាទទំហំអីនិយាយឲ្យខ្លីទៅឧទាហរណ៍ថាយើងចង់ទិញអីមួយបាទអញ្ចឹងយើងឃើញអនុធំពេកអញ្ចឹងយើងលើកអានេះហើយនេះបងតើមានអាវមួយនេះស្ថិតនៅក្នុងទំហំ S ទេព្រោះវាធំពេកអញ្ចឹង3នេះគឺជាជំរើសដែលយើងអាចប្រើប្រាស់ក្នុងការដែលសួរទៅកាន់នរណាម្នាក់ពីជំរើសមួយហ្នឹងអញ្ចឹង teacher ក៏មាននៅការសន្ទនាដែរដើម្បីឲ្យទាំងអស់គ្នាកាន់តែយល់បន្ថែមទៀតបាទអញ្ចឹង teacher នឹងទីម slide ដែលយើងមើលបាទអញ្ចឹងការសន្ទនានេះគឺបាទនិយាយអំពីបាទ Jenny ដែលគាត់ទៅហាងមួយកន្លែងអញ្ចឹង teacher នឹងអានឲ្យទាំងអស់គ្នាបានស្ដាប់ Jenny excuse me says club 1 yes Jenny where are the raincoats says club 1 they are on the second floor in outerwear Jenny thank you Jenny excuse me says club 2 can I help you Jenny yes does this come in a medium
says her who I believe so let's see yes here you go Jenny thank you says her who if you want to try it on the fitting rooms are over there បាទអញ្ចឹងនេះគឺជាការសន្ទនាដែល Jenny គាត់ទៅខាងមកកន្លែងបាទដែលគាត់បានជួបជាមួយនឹងអ្នកដែលផ្នែកអ្នកលក់បុគ្គលិកលក់ហ្នឹងអញ្ចឹង Jenny គាត់និយាយថាចាំបកប្រែឲ្យសូមអភ័យទោសឬក៏អត់ទោសបាទអញ្ចឹងអ្នកលក់ទី1ក៏បានឆ្លើយថាបាទឬក៏ចាJenny ក៏បន្តទៀតថាតើអាវភ្លៀងនៅណាបាទអញ្ចឹងអាវភ្លៀងនៅណាមិនស្ថិតនៅក្នុងអីដែលយើងរៀនមុនហ្នឹងតិចគឺការស្នើសួរនៅសម្ភារៈណាមួយនៅទីកន្លែងណាមួយបាទតើអាវភ្លៀងនៅណាបាទអ្នកលក់ទី1ហ្នឹងគឺគាត់បាននិយាយថាពួកវាស្ថិតនៅក្នុងជាន់ទី2បាទ second floor ហ្នឹងគឺជាន់ទី2នៅក្នុងបណ្ដុំអាវក្រៅបាទអាវក្រៅធម្មតាប្រភេទសម្លៀកបំពាក់គឺវាមានប្រភេទអាវជឺប្រភេទអាវក្រៅប្រភេទអាវកីឡាប្រភេទអាវស្បែកអាវរងាផ្សេងអញ្ចឹងអាវភ្លៀងគឺស្ថិតនៅក្នុងប្រភេទសម្លៀកបំពាក់អាវ surwear មានន័យថាអាវក្រៅ Jenny គាត់និយាយថាអរគុណអញ្ចឹង Jenny ដដែលក៏បានឡើងទៅដល់ជាន់ទី2ហើយគាត់សួរថា excuse me សូមអភ័យទោសឬក៏អត់ទោសអ្នកលក់ទី2ហ្នឹងក៏បាននិយាយថាមានអីឲ្យខ្ញុំជួយអ្នកបាន Jenny ក៏និយាយថាបាទគឺចាស់តើនេះអាវនេះអាវនេះន័យថាគាត់ឃើញហើយអាវភ្លៀងហ្នឹងគឺមានទំហំល្មមទេឬក៏ខ្សែ M medium ហ្នឹងដែលយើងនិយាយថាខ្សែ M ខ្សែ S ខ្សែអីហ្នឹងគឺ medium ហ្នឹងគឺ M បាទវាដើមដល់អក្សរ M នេះចេញ M ខ្សែ M ណាឬក៏ទំហំល្មមsales rep គាត់បន្តទៀតថាI believe so គាត់ប្រៀនហើយគឺខ្ញុំគិតថាវាមានឥឡូវចាំអ្នក let's see តោះយើងទៅមើលបាទឥឡូវចាំខ្ញុំយកមកបង្ហាញអ្នកនៃកន្លែងហ្នឹងគឺចង់មានន័យអញ្ចឹង yeah here you go បាទនេះណែយកមកនេះមានន័យថាគាត់រកឃើញហើយJenny គាត់និយាយថាអរគុណអញ្ចឹងអ្នកលក់ហ្នឹងក៏បានបន្តទៀតថាប្រសិនបើអ្នកចង់ low បាទ try it on low វាលើខ្លួនយើងចង់ដឹងថាត្រូវធំពេកឬក៏តូចពេកផងដែរនៅខាងកន្លែងលក់តែងតែមានប្រភពខ្លះសម្លៀកបំពាក់ហើយអញ្ចឹងអ្នកលក់ថាបើសិនអ្នកចង់ low វាអ្នកអាចទៅកន្លែងបន្ទប់ low សម្លៀកបំពាក់បានfitting room ហ្នឹងគឺបន្ទប់ low សម្លៀកបំពាក់នៅក្បែរនោះបាទ over there នៅម្ដុំនោះឬក៏ម្ដុំនេះបាទអញ្ចឹងវារៀនរបស់យើងគឺអ្វីដែលសំខាន់ឲ្យយើងស្គាល់នៅបាទការស្នើសួរនៅរបស់ណាមួយបាទទីដែលវាស្ថិតនៅកន្លែងណាបាទអញ្ចឹងឲ្យស្គាល់នៅទាំង3វិធីនេះបាទមាន3វិធីហ្នឹងដើម្បីឲ្យយើងប្រើប្រាស់យើងអាចនិយាយមួយណាក៏បានដែរឲ្យតែយើងគិតថាយើងអាចចងចាំបានហើយមួយផ្នែកទៀតការដែលយើងសួរអំពីបាទជំនួសណាមួយបាទដូចថាយើងឃើញអាវនេះធំពេកមានអាវនេះអត់ប៉ុន្តែយកខ្សែ M ឬក៏ខ្សែ L ខ្សែនេះគឺអត់ត្រូវខ្ញុំទេអញ្ចឹង3នេះគឺយើងអាចចងចាំបាទអរគុណច្រើនអ្នកនរគ្នាមេរៀនរបស់យើងទៅដល់ទីបញ្ចប់ដែរសង្ឃឹមថាបងប្អូននឹងចេះនៅវិធីទាំងពីរនេះបាទប្រើប្រាស់នៅក្នុងជីវិតប្រចាំថ្ងៃរបស់បងប្អូនបានអរគុណច្រើនបាទសូមព្រះប្រទានពរ